វីដេអូនេះដែរខ្ញុំផ្សាយជូន producer ទាំងអស់គ្នាដែលមុននឹងគាត់ចាប់ផ្ដើមធ្វើ play ឬក៏ចាប់ផ្ដើម project ខ្ញុំចង់ប្រាប់ technique ខ្លីមួយដើម្បីអ្នកទាំងអស់គ្នាកុំឲ្យមានភាពការគាំងគំនិតឬក៏ stuck ឬក៏ blocking idea so នៅពេលអ្នកទាំងអស់គ្នាធ្វើ play អ្នកទាំងអស់គ្នាត្រូវគិតថាយើងកុំយកបេះដូងយើងទៅដាក់នៅក្នុងបេះដូងគេយើងកុំគិតថាខ្ញុំធ្វើ play បែបនេះទៅគេពេញចិត្តអត់លយអត់ឬក៏ខ្ញុំចូលក្នុងសង្គម play នៅក្នុង industry ខ្ញុំអត់លយដូចគេលយខ្ញុំ fuck it man enjoy yourself enjoy your own process enjoy your own style you know ធ្វើអ្វីដែលខ្លួនឯងចេញពីចិត្តអ្នកនរគ្នាចាំមកនៅពេលអ្នកនរគ្នារៀនធ្វើ play ដំបូងយើងអត់ខ្វល់ទេថាអា play ហ្នឹងវាទៅជាមិនយើង just having fun យើងគាត់តែសប្បាយនឹងធ្វើ play យើងធ្វើនេះធ្វើនោះឃើញអាពេលដែលយើង enjoy the process ជំនាញរបស់យើងចេញមក feel ថាយើងជាយើងសប្បាយចិត្តនឹងធ្វើវាប៉ុន្តែខ្ញុំដឹងថានៅពេលអ្នកនរគ្នាដល់ចំណុចមួយដែលអ្នកនរគ្នាធ្វើ play គ្រាន់បើអ្នកនរគ្នាមាន style ខ្លួនឯងអ្នកនរគ្នាចាប់ផ្ដើមគិតទៅថាខ្ញុំត្រូវធ្វើមកបត់នេះខ្ញុំចាត់ចេញទៅគេគិតថាបត់នេះលយមិនលយ fuck it ដូចខ្ញុំនិយាយចឹង fuck everybody else fuck judgment យើងធ្វើចេញពីបេះដូងយើងនៅពេលយើង enjoy your own process យើងធ្វើអ្វីដែលចេញពីបេះដូងយើងធ្វើតាមកំណត់របស់យើងដូចតែយើងរៀនធ្វើ play ដំបូងអញ្ចឹងកំណត់របស់យើងវាចេះតែបំផុសទៅមុខទៀតហើយយើងខំប្រឹងពីថ្ងៃទៅថ្ងៃយើងចាប់ផ្ដើមទៅទៀតហើយប៉ុន្តែបើសិនអ្នកនរគ្នាយកបេះដូងគេយកកំណត់គេមកដាក់ក្នុងខួរក្បាលយើងហើយយើងគិតថាអូខ្ញុំធ្វើទៅប័ណ្ណជំនាញនឹងដឹងអត់លយទេដឹងចូលក្នុងសង្គមគេជំនាញលយជាងហើយកុំខ្វល់ខ្ញុំចង់និយាយចឹងពីមួយប័ណ្ណទៅមួយប័ណ្ណយើងសិក្សាពីវាយើង improve ពីវាដើម្បីយើងអភិវឌ្ឍខ្លួនទៅខាងមុខទៀតបើសិនអ្នកនរគ្នាអត់ release ប័ណ្ណជំនាញនឹងទេយើងនៅតែគិតថាប័ណ្ណជំនាញនឹងអត់លយយើងនៅតែ stuck នៅកន្លែងហ្នឹងហើយយើងអត់អាចប្រវត្តិខ្លួនទៅខាងមុខបានទេអ្នកនេះត្រូវគិតថា quantity over quality ចំនួនលើគុណភាពអ្នកនរគ្នាត្រូវគិតចឹងគុណភាពយើងក៏នៅទទួលយកយើងក៏ត្រូវការដែរប៉ុន្តែនៅពេលដំណាក់កាលអ្នកនរគ្នាទៅតែដំបងយើងកុំទាន់ stress out ខ្លួនឯងយើងត្រូវតែ open ខ្លួនឯងឲ្យបានទូលាយហើយយើងចាប់ផ្ដើមធ្វើ plan ដោយកំណត់របស់យើង enjoy យើងសប្បាយនៅអ្វីដែលយើងធ្វើអ្នកនរគ្នាពេលខ្លះភ្លេច enjoy នៅអ្វីដែលខ្លួនឯងធ្វើភ្លេចរីករាយនៅអ្វីដែលខ្លួនឯងធ្វើឲ្យខ្លួនឯងហ្នឹងគាត់តែ stress ថែមអញ្ចឹងកុំភ្លេចសប្បាយរីករាយ enjoy នៅអ្វីដែលយើងធ្វើបើមិនជាយើងចង់អភិវឌ្ឍខ្លួនឲ្យបានទៅមុខ peace and love ខ្ញុំសង្ឃឹមថាវីដេអូមួយនេះដែរជួយបងប្អូន producer ទាំងអស់គ្នាបានធ្វើ play ឆាប់ៗហើយអភិវឌ្ឍខ្លួនទៅមុខ peace